ខេត្តកែបជាខេត្តជាប់ឆ្នេរសមុទ្រមួយនៃប្រទេសកម្ពុជាដែលមានលក្ខណៈពិសេសដោយមានឧទ្យានជាតិនៅចំកណ្ដាលទីក្រុងនិងមានតំបន់ទេសចរជាច្រើនរួមមានប្រភេទរមណីយដ្ឋានទេសចរធម្មជាតិនិងកែច្នៃរដ្ឋបាលខេត្តកែបបាននឹងកំពុងអភិវឌ្ឍតំបន់ទេសចរសំខាន់ជាច្រើនកន្លែងទៀតរួមជាមួយនឹងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធចូលទៅកាន់តំបន់នោះដើម្បីបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទៅលេងកម្សាន្តកាន់តែច្រើនខាងក្រៅនេះជាគោលដៅទេសចរតាក់ទាញល្បីដែលស្ថិតនៅក្នុងខេត្តកែបទី1ឆ្នេរអង្កោឆ្នេរអង្កោគឺជាគោលដៅទេសចរមួយកន្លែងដែលមានទីតាំងស្ថិតនៅភាគខាងត្បូងឈាងខាងកើតនៃខេត្តកែបដើម្បីអាចទៅដល់ឆ្នេរអង្កោភ្ញៀវទេសចរអាចធ្វើដំណើរតាមផ្លូវប្រវត្តិសមុទ្រដ៏ស្រស់ស្អាតដែលទើបតែសាងសង់រួចថ្មីទៅតាមផ្លូវយើងអាចគយគន់ដើមកោងកាងមើលទឹកសមុទ្រទូកនេសាទនិងផ្ទះអ្នកស្រុកជាដើមទី2ផ្សារក្តាមគឺជាទីផ្សារលក់គ្រឿងសមុទ្រដ៏ពេញនិយមផ្សារក្តាមបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតទីផ្សារគ្រឿងសមុទ្រដែលភាគច្រើនគ្រប់គ្រងពីសហគមន៍នេសាទស្ថិតនៅក្នុងខេត្តកែបនិងកំពតផងដែរផ្សារក្តាមគឺជាច្រករបៀងសេដ្ឋកិច្ចជាតិដ៏មានសារៈសំខាន់មានទីតាំងស្ថិតនៅភូមិថ្មីសង្កាត់ព្រៃធំក្រុងកែបខេត្តកែបទី3កោះទន្សាយកោះទន្សាយជារមណីយដ្ឋានធម្មជាតិដ៏ល្អប្រណិតរបស់ខេត្តកែបដែលមានលក្ខណៈអំណោយពីធម្មជាតិរួមមានឆ្នេរខ្សាច់ចំនួន2កន្លែងដែលមានវាលខ្សាច់សពីធម្មជាតិហើយអាចធ្វើជាកន្លែងសម្រាប់ងូតទឹកសមុទ្រកម្សាន្តសប្បាយបានទី4កោះពោគឺជាកោះមួយទៀតដែលមានទេសភាពស្រស់ស្អាតដែលត្រូវនឹងចំណូលចិត្តចំពោះភ្ញៀវដែលនិយមគោលដៅបរិស្ថានទេសចរហើយវាក៏មានឆ្នេរខ្សាច់ល្អប្រកបដោយភាពស្ងប់ស្ងាត់ផងដែរកោះនេះលម្អដោយឆ្នេរខ្សាច់ពណ៌ពងមាន់ព័ទ្ធជុំវិញដោយព្រៃឈើពណ៌បាយតង់ស្រស់ទី5កាហ្វេលើភ្នំLet Zip Cafe គឺជាហាងកាហ្វេមួយកន្លែងដែលមានចម្ងាយប្រមាណ19គីឡូម៉ែត្រពីក្រុងកែបធ្វើដំណើរប្រហែល30នាទីទី6សហគមន៍អូក្រសាសហគមន៍នេសាទអូក្រសាខេត្តកែបគឺជាទីតាំងទេសចរស្រស់ស្អាតនៅភូមិអូក្រសាដែលស្ថិតនៅប្រហែល12គីឡូម៉ែត្រពីកំពត